ពិសេសនៃអាស៊ានធ្វើឡើងនៅម៉ាឡេស៊ីបានត្រូវបញ្ចប់លទ្ធផលបរាជ័យភាគីនៃបណ្ដាប្រទេសអាស៊ានមិនអាចស្វែងរកការឈប់បាញ់រវាងកម្ពុជានិងថៃឡង់បានទេកិច្ចប្រជុំ2ម៉ោងបានត្រូវបញ្ចប់ទៅលទ្ធផលបរាជ័យគ្មានការឈប់បាញ់រវាងកម្ពុជានិងថៃទេក្រោយពីថៃទាមទារឲ្យកម្ពុជាធ្វើតាមនៅលក្ខខណ្ឌ3យ៉ាងដែលខាងកម្ពុជាមិនទាន់ចាញ់អនុភាពក្រោយកិច្ចប្រជុំសម្រាប់សម្របសម្រួលតាមលក្ខខណ្ឌនោះនៅឡើយកាលពីជិត1ម៉ោងមុននេះកាសែត The Nation Thailand បានឲ្យដឹងថា on Monday December 22nd 2025 Thai Foreign Minister Saihatsak Phongkatkau briefed press after the ASEAN Special Foreign Ministers meeting on the Thailand-Cambodia situation held in Kuala Lumpur, Malaysia. The 2-hour meeting, which started around 12 p.m. local time, concluded without an agreement on a ceasefire between Thailand and Cambodia. លោក Saihatsak ភួងកាត់កៅរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃឡង់បានធ្វើសន្និសីទព័ត៌មានឲ្យដឹងអំពីកិច្ចប្រជុំពិសេសនៃមន្ត្រីការបរទេសអាស៊ានធ្វើនៅទីក្រុងកូឡាលំពួរប្រទេសម៉ាឡេស៊ីដើម្បីរកដំណោះស្រាយបញ្ហាកម្ពុជាថៃបានត្រូវបញ្ចប់ដោយគ្មានការព្រមព្រៀងឈប់បាញ់ឡើយនេះគឺជាព័ត៌មានដែលផ្សាយដោយ The Nation Thailand នឹងគឺជាចំណុចបាទអានឹងគឺជាចំណុចនៃការផ្សាយឲ្យដឹងចំណែកឯព័ត៌មានដតីទៀតលោកអ្នកក៏បានទទួលពីកម្ពុជាណាដូចជាសេចក្តីថ្លែងការណ៍នៃលទ្ធផលកិច្ចប្រជុំពិសេសរបស់មន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នកម្ពុជាថៃនៅកូឡាលំពួរប្រទេសម៉ាឡេស៊ីដែលបានចុះផ្សាយដោយទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅក្នុងសេចក្តីប្រកាសព័ត៌មាននៃប្រជុំពិសេសនេះគឺមានដូចតទៅសេចក្តីប្រជុំនេះនៅក្នុងចំណុចទី5គឺអំពាវនាវឲ្យមានការឈប់បាញ់ដូចជាបានព្រមព្រៀងគ្នារីឯសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាននេះគឺមាន10ចំណុចហើយចំណុចទាំង10នេះបើសិនជាយើងមើលឲ្យច្បាស់ទៅគឺមិនទាន់មានអ្វីជាដុំកំភួននៅឡើយទេភាពដូចជាការសម្រេចដែលបានផ្សាយតាមរយៈសារព័ត៌មានថៃគឺបរាជ័យគ្មានការសម្រេចបាននៅការប្រកាសឈប់បាញ់អ្វីឡើយសេចក្តីប្រកាសទាំង10ចំណុចនេះគឺគ្រាន់តែមានចំណុចទី9ដែលនិយាយអំពីការប្រជុំ GBC ដែលនឹងរៀបចំឡើងនៅថ្ងៃទី24ខែធ្នូខាងមុខគឺ2ថ្ងៃទៀតខ្ញុំនឹងអធិប្បាយបន្ថែមឲ្យបងប្អូនងាយយល់ក្នុងរឿងនេះដំបូងវិលត្រឡប់ទៅវិញគឺតាមរយៈព័ត៌មានថៃបានឲ្យដឹងថាកិច្ចប្រជុំ GBC កិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានធ្វើនៅកូឡាលំពួរថៃឡង់ថ្ងៃនេះទី22ខែធ្នូឆ្នាំ2025អស់2ម៉ោងបរាជ័យមិនបានលទ្ធផលទេប្រទេសថៃប្រកាសថាគ្មានការព្រមព្រៀងលើការឈប់បាញ់ទេរីឯចំណុចទី9ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាស៊ានដែលនិយាយថានឹងមានប្រជុំ GBC ធ្វើឡើងនៅថ្ងៃទី24ខែធ្នូខាងមុខនេះគឺជាចំណុចមួយដែលបន្តតាមដានតទៅទៀតតែចំពោះខ្ញុំវិភាគដូចតទៅថៃបានដាក់លក្ខខណ្ឌ3ដល់កម្ពុជាដែលលក្ខខណ្ឌនេះ
កម្ពុជាមានហ៊ុនសែនគឺទៅតល់ក្នុងការប្រកាសការឈប់បាញ់ខាងកម្ពុជាគឺកម្ពុជាសម្ដែងនៅការចង់បានការឈប់បាញ់ក្នុងប្រជុំអាស៊ានក៏ប៉ុន្តែកម្ពុជាមិនប្រកាសឈប់បាញ់កម្ពុជាមិនប្រកាសឈប់បាញ់តាមលក្ខខណ្ឌរបស់ថៃទេដោយសារការប្រកាសឈប់បាញ់នេះបើតាមខ្ញុំគិតទៅហ៊ុនសែនគាត់គិតថាវាបាក់មុខបាក់មាត់គាត់ដូច្នេះកម្ពុជាឈរនៅចំហដាច់ខាតមិនប្រកាសឈប់បាញ់មុនទេចំណែកឯថៃនៅទាមទារឲ្យហ៊ុនសែនប្រកាសឈប់បាញ់នេះគឺជាចំណុចទួរីឯលក្ខខណ្ឌ3របស់ថៃគឺមិនតាំងតែងពេកទេគឺទុកចន្លោះឲ្យកម្ពុជាមានច្រកចែងច្រើនក៏ប៉ុន្តែការកាំងស្ទះមិនព្រមធ្វើនេះគឺជាមុខមាត់របស់ហ៊ុនសែនបើគាត់ឲ្យមានការប្រកាសឈប់បាញ់គឺកម្ពុជានឹងវាអន់ជាងថៃដើម្បីកុំឲ្យកម្ពុជាអន់ជាងថៃហ៊ុនសែនឲ្យប្រាក់សុខុនសំណូមពរឲ្យអន្តរាគមន៍ពហុភាគីក្នុងកិច្ចប្រជុំពិសេសនៃក្រសួងការបរទេសនៃរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានបបួលឲ្យឈប់បាញ់ទាំងអស់គ្នាអញ្ចឹងខុសត្រង់កន្លែងដែលឈប់បាញ់ហ្នឹងគឺថាថៃមិនព្រមឈប់បាញ់ជាមួយនឹងការបបួលរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានទេបញ្ជាក់ការឈប់បាញ់នេះគឺថៃទាមទារឲ្យកម្ពុជាប្រកាសការឈប់បាញ់កម្ពុជាលោកហ៊ុនសែនមិនប្រកាសទេពីព្រោះវាបាក់មុខបាក់មាត់គាត់មិនប្រកាសទេគាត់ចង់ឲ្យប្រាក់សុខុនធ្វើម៉េចឲ្យអាស៊ានបបួលឲ្យមានការឈប់បាញ់តែថៃឡង់នៅរឹងនៅឡើយមិនព្រមទទួលការណែនាំឲ្យឈប់បាញ់ទេដោយទាមទារឲ្យកម្ពុជាគឺហ៊ុនសែននឹងប្រកាសឈប់បាញ់នេះគឺវាទៅនឹងចំណែកឯលក្ខខណ្ឌអីផ្សេងទៀតវាមិនទាន់មានអីធំដុំទេគឺទៅត្រង់ថាចង់ឲ្យកម្ពុជាប្រកាសឈប់បាញ់ហ៊ុនសែនគាត់មិនព្រមទេវាខូចមុខខូចមាត់គាត់ហើយចង់ឲ្យអាស៊ានបបួលឲ្យឈប់បាញ់ថៃឡង់មិនព្រមឲ្យអាស៊ានបបួលឈប់បាញ់ទេគឺទាមទារឲ្យកម្ពុជាប្រកាសឈប់បាញ់ជាឯកតោភាគីមុនសិនដូច្នេះប្រជុំ2ម៉ោងទៅចែកគ្នាតានតឹងហើយក៏បរាជ័យទៅចំណុចទី9នៃសេចក្តីប្រកាសព័ត៌មានរបស់កិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននៅកូឡាឡាំពូម៉ាឡេស៊ីខំធ្វើឡើងវែងដល់ទៅ2ទំព័រហើយមាន10ចំណុចខ្ញុំ scan through the press statement ណាខ្ញុំ scan ខ្ញុំអានមើលនៅ press statement ដែលចេញផ្សាយនេះថ្មីក៏បាត់តែនិយាយ10ចំណុចតែ press statement នេះគឺអាចក្បីបាទអាចក្បីទេ press statement នេះគឺអាចក្បីមានចំណុចតែមួយទេតែបន្តទៅទៀតនេះគឺចំណុចទី9ចំណុចទាំង10ចំណុចដែល press statement នេះសរសេរឡើងវែងពីទំព័រនេះគឺអាចក្បីទេអាចក្បីចំណុចទី10បញ្ជាក់អាចក្បីច្បាស់ណាអូខេចំណុចទី10គឺភាសាការទូតប៉ុន្តែនិយាយភាសាសាមញ្ញគេហៅអាចក្បីចំណុចទី10 the ASEAN foreign ministers undertook undertook to remain siege on the matter ពាក្យហ្នឹងពាក្យលោជាពាក្យការទូតអីគេពាក្យចឹងប៉ុន្តែមានន័យថាសេចក្តីប្រកាស10ចំណុចនេះចង់បញ្ជាក់ថាប្រជុំថ្ងៃនេះ2ម៉ោងគឺអាចក្បីបាទលទ្ធផលគឺអាចក្បីណានឹងគឺជាចំណុចដែលចេញផ្សាយដូច្នេះតាមរយៈលោកពុយគាដែលជាអ្នកសារព័ត៌មានពីកម្ពុជាទៅប្រចាំតាមដានដល់ទីតាំងនៃកិច្ចប្រជុំនៅម៉ាឡេស៊ីដែលគាត់និយាយដោយប្រយ័ត្នប្រយែងពីប្រទេសកម្ពុជាយើងមិនអាចផ្សាយឲ្យបានស្រួលទេគេចាប់ដាក់គុកអញ្ចឹងលោកពុយគាឲ្យដឹងថាបរាជ័យទោះបីគាត់អត់ប្រើពាក្យនឹងក៏ដោយក៏បរាជ័យណាបរាជ័យនេះគឺជាជុំត្រីភាគីត្រូវបានបញ្ចប់ហើយភាគីទាំងពីរនៅមុខរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានជជែកពិភាក្សាគ្នាច្រើនខែទៀតហើយចុងក្រោយនេះបានសម្រេចថានឹងបន្តនៅកិច្ចព្រមព្រៀងសន្តិភាពគឺពាក្យថា resume ឬក៏ the resumption of the peace agreement ហើយបន្តមកគឺនៅរយៈពេល2ទៅ3ខែខាងមុខនេះមេតបនៃប្រទេសទាំងពីរនឹងជួបគ្នាដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពធូរស្រាលឬក៏ឈប់បន្តការប្រយុទ្ធគ្នាតទៅទៀតនេះគឺជាខ្លឹមសារខ្លីចុងក្រោយតាមរយៈនេះយើងអាចដឹងថារឿងនេះវាជាប់តាក់ទងនឹងចំណុចទី9
ដែលថ្ងៃទី24ខែធ្នូខាងមុខនេះនឹងមានប្រជុំ General Border Committee គឺជាការប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសកម្ពុជានិងរដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃជាថ្មីម្ដងទៀតការប្រជុំគ្នាពិសេសនៃរដ្ឋមន្ត្រីណានៃរដ្ឋមន្ត្រីការប្រជុំគ្នានៃរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានពិសេសដែលបានធ្វើឡើងថ្ងៃនេះ2ម៉ោងបរាជ័យសេចក្តីប្រកាសព័ត៌មាន10ចំណុចដែលចេញផ្សាយគឺអាចក្បីមានចំណុចទី9ដែលលោកពុយគាបានលើកឡើងមកនិយាយនេះគឺត្រូវរៀបប្រជុំ GBC នៅថ្ងៃ24ខែធ្នូពីថ្ងៃនេះទៅចាំខ្ញុំអធិប្បាយបន្តណាចាំខ្ញុំអធិប្បាយបន្តការអធិប្បាយបន្តមានដូចតទៅថ្ងៃនេះនៅក្នុង show ទី1របស់ខ្ញុំនិយាយហើយថាបើនៅតែធ្វើដដែលប្រជុំចេះទៅGBC ចប់ចេះទៅឥឡូវនេះ ABC ប្រជុំចេះទៅGBC ប្រជុំចេះទៅឲ្យតែវាវិលទៅវិលមករបៀបហ្នឹងគឺអាចក្បីនេះគឺជារបៀបដែលថៃធ្វើការណាអញទៅប្រជុំកន្លែងមួយអញអត់បញ្ចប់កិច្ចការអញទេអញត្រូវមានប្រជុំមួយថ្នាក់ទៀតគេហៅថាយន្តការទ្វេភាគីអញប្រជុំនាយករដ្ឋមន្ត្រីអញឲ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេសប្រជុំដល់ប្រជុំរដ្ឋមន្ត្រីក្រសួងការពារប្រទេសចប់ទៅអញឲ្យភូមិភាគប្រជុំចាប់ទៅអញឲ្យ JBC ប្រជុំ JBC ប្រជុំទៅអញឲ្យខេត្តប្រជុំនៅខេត្តប្រជុំទៅញ៉ៃកើតរឿងអញវាយឲ្យប៉ោងខោទៅអញហៅម៉ែហៅឪអញមកសកត់កកអញថាអញ្ចឹងព្រមព្រៀងទៅប្រជុំ GBC ទៀត GBC ហើយ ABC ទៀតហើយណាខេត្តទល់ខេត្តហើយឡៃវាយឲ្យប៉ោងខោទៀតហើយផ្អើលហៅម៉ែឲ្យមកជួយទៀតជុំទៀតនេះគឺរបៀបអញ្ចឹងគេហៅថារបៀបអូសបន្លាយអញ្ចឹងចំណុចទី9នៃការប្រកាសព័ត៌មានរបស់កិច្ចប្រជុំពិសេសអាស៊ានថ្ងៃនេះគឺអាចកបីចំណុចទី9គឺបន្តជួសអាចកបីតទៅទៀតនេះនិយាយស្រួលស្ដាប់ជួសអាចកបីតទៅទៀតបន្តជួសអាចកបីតទៅទៀតឲ្យតែធ្វើអញ្ចឹងគឺគេភាសាអង់គ្លេសគេថា buy time ណាភាសាអង់គ្លេសគេហៅថា buy time គឺពន្យាពេលជានិច្ចអាហ្នឹងរបៀបសៀមធ្វើណាបងប្អូនណាហើយចំណែកហ៊ុនសែនគាត់ចង់បានមុខមាត់ចុងក្រោយគាត់មិនប្រកាសជប់បានទេអញ្ចឹងបានសេចក្តីថាម៉េចបានសេចក្តីថាដំបូងថ្ងៃទី22ដល់ថ្ងៃទី24វាយគ្នាបន្តបាញ់គ្នាបន្តទៀតទៅដល់ថ្ងៃទី24ជួបគ្នាទៅអញ្ចឹងហើយបញ្ចប់ពីការជួបគ្នាទៅបើទេសៃហាទទួលបញ្ជាពីហ៊ុនសែនឲ្យប្រកាសឈប់បាញ់បានឈប់បើទេសៃហាមិនអាចប្រកាសឈប់បាញ់បានវាយគ្នាទៀតទៅឬក៏ទេសៃហាថាអានឹងចាំទៅប្រជុំ ABC អបមាចាំ ABC ពីថ្ងៃទី24ហ្នឹងបាញ់គ្នាភាសាទៅទៀតគឺអូសណាគឺអូសបន្លាយ